សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើការឈើជាទីពេញចិត្តនៃសត្វឃ្មុំយ៉ាងណារបស់ស្អុយទាំងឡាយមានលាមកនិងសាកសពជាដើមក៏ជាទីពេញចិត្តនៃសត្វរុយយ៉ាងនោះដែរបើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវិចារល្អនិងមានចិត្តល្អរមែងប្រៀបដូចជាផ្កាឈើតែបើកូនមានកាយកម្មមិនល្អចិត្តមិនល្អទេកូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដូចគ្នាកូនស្រីមានឪពុកគប្បីជ្រើសយកដោយខ្លួនឯងតើកូនត្រូវការឲ្យរុយវារោមឬត្រូវការឲ្យឃ្មុំមកក្រេបបើកូនស្រីត្រូវការឲ្យឃ្មុំមកទុំក្រេបកូនត្រូវបដិបត្តិខ្លួនឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាតនិងចិត្តល្អស្អាតពោលគឺកូនត្រូវធ្វើជាមនុស្សមានសិលមានធម៌បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាតកូនត្រូវបានជួបតែជាមួយរុយដែលនាំមកនៅសេចក្តីសៅហ្មងនិងសេចក្តីវិនាសមកដល់កូនជាពិតប្រាកដឃ្មុំក្រេបផ្កាមិនធ្វើឲ្យខូចផ្កាមានតែនាំយកលំអងកេសរទៅធ្វើជាទឹកផ្អែមឯខ្លួនជាផ្កាសម្រេចបានជាផ្លែញ៉ាំងប្រយោជន៍ក្នុងលោកឲ្យបរិបូរណ៍នៅនឹងខ្លួនសត្វលំអងកេសរផ្កានេះជាឈ្មោះនៃមនុស្សល្អបើកូនជាមនុស្សផ្កាកូននឹងមានមនុស្សល្អមករកកូនញ៉ាំងប្រយោជន៍ឲ្យទូលំទូលាយម្យ៉ាងទៀតឃ្មុំជាឈ្មោះនៃសិរីសួស្តីឪសូមឲ្យពរដល់កូនស្រីសូមឲ្យកូនស្រីបានទៅជាមនុស្សល្អប្រៀបបីដូចជាផ្កាឈើសូមឲ្យកូនស្រីបានឆ្លងរួចពីការសៅហ្មងកុំជាមនុស្សស្អុយឡើយជូនចំពោះនារីដែលមិនទាន់រៀបការមុននឹងសម្រេចចិត្តរៀបការគិតឲ្យបានច្បាស់គិតឲ្យបានល្អការរៀបការមិនមែនគ្រាន់តែជាការថតរូបដើម្បីបង្ហោះតាម Facebook នោះទេការរៀបការមិនមែនគ្រាន់តែប្រាប់អ្នកដទៃថាអ្នកមានប្តីហើយនោះទេការរៀបការមិនមែនថានឹងគ្មានបញ្ហានោះទេប៉ុន្តែគ្មានអ្នកណាយកបញ្ហានោះមកនិយាយប្រាប់គ្នាឡើយមនុស្សភាគច្រើនប្រាប់របៀបរស់នៅជាមួយមនុស្ស1កុំបង្កការឈឺចាប់ដល់អ្នកដទៃតែក៏មិនត្រូវអនុញ្ញាតឲ្យគេមកធ្វើឲ្យយើងឈឺចាប់នោះដែរ2មានទំនួលខុសត្រូវលើការងាររបស់យើង3ស្គាល់ពីកាតព្វកិច្ចខ្លួនឯងហើយបំពេញកាតព្វកិច្ចឲ្យបានល្អបំផុត4ជាយាមសាព្រោះសេចក្តីល្អនៅក្នុងសង្គម5បើកចិត្តស្ដាប់គំនិតយោបល់របស់គេស្ដាប់ហើយពិចារណាចំណុចល្អទទួលយកចំណុចអត់ល្អក៏បោះបង់ចោលទៅ6ត្រូវចេះអនុគ្រោះអធ្យាស្រ័យព្រោះថាយើងក៏ចេះខុសហេតុនេះគេក៏ចេះខុសដែរ7គំនៅក្បែរមនុស្សដែលខ្លាចយើងរីកចម្រើន8ប្រើមនុស្សប្រើចំណុចខ្លាំងរបស់គេកុំបង្ខំគេឲ្យបោះបង់ចំណុចខ្លាំងព្រោះវាស្មើនឹងបង្ខំគេឲ្យបោះបង់ខ្លួនឯង9ស្វែងរកកន្លែងការងារណាដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ភាពខ្លាំងរបស់អ្នកធ្វើការ10ឧស្សាហ៍ពិនិត្យលទ្ធផលបើមិនគាប់ចិត្តទេត្រួតពិនិត្យសកម្មភាពឡើងវិញរកមើលចំណុចដែលគួរកែលម្អ11ចេះដឹងគុណមនុស្សដែលធ្លាប់ជួយយើង12អត់ឱនឲ្យមនុស្សដែលធ្លាប់ធ្វើបាបយើងតែមិនត្រូវភ្លេចទេ13រាប់អានមនុស្សដោយផ្អែកលើភាពស្មោះត្រង់គុណធម៌និងភាពមានទំនួលខុសត្រូវ14កុំអត់ធ្មត់យូរពេកក្នុងការរស់នៅក្នុងទុក្ខវេទនាត្រូវតែធ្វើសកម្មភាពកែប្រែអ្វីមួយឲ្យប្រសើរឡើងព្រោះជីវិតរស់នៅមិនយូរពេកទេ